អ្នកទាំងអស់គ្នារៀននៅផ្ទះវាពិតជាសំខាន់មែនតើដោយសារតែយើងបានអនុវត្តលំហាត់បានច្រើនមានទន្ទេញមេរៀនចាំជាងមុនបានច្រើនជាងនៅសាលាដែលយើងបានរៀនសូត្រប៉ុន្តែបញ្ហាធំចម្បងនោះគឺឲ្យតែមកដល់តែគឺមានរឿងរ៉ាវត្រូវធ្វើបន្តទៀតដោយសារតែយើងត្រូវជួយការងារឪពុកម្ដាយបាទមានទីងចានបោកអាវធ្វើម្ហូបឬក៏មើលប្អូនឬក៏លក់ដូរផ្សេងៗអញ្ចឹងអានេះគឺជាបញ្ហាដែលសិស្សម្នាក់ៗជួបទូទៅអញ្ចឹងថ្ងៃនេះគឺខ្ញុំប្រាប់នៅ3ចំណុចធំតាក់ទងជាមួយនឹងថាតើយើងគួរធ្វើបែបណាដើម្បីឲ្យយើងមានពេលរៀនសូត្រនៅផ្ទះបាទតើយើងតាមដានទាំងអស់គ្នាបាទចំណុចទី1នោះគឺយើងត្រូវចេះឆ្លៀតអ្នកទាំងអស់គ្នាទោះបីជាយើងនៅពូចឹងណាក៏ដោយប៉ុន្តែយើងគួរតែយកពេលដែលល្វល់ហ្នឹងគឺយើងអាចថាយកសភៅមកជិតខ្លួនដើម្បីឲ្យយើងអាចអានបានឆ្លៀតអានបាទទោះបីជាយើងល្វល់តែយ៉ាងណាក៏យើងមានពេលតិចតួចដើម្បីអានមេរៀនឬក៏បើសិនយើងមានទូរស័ព្ទទេកាន់តែល្អដោយសារតែមេរៀនឥឡូវនៅក្នុងទូរស័ព្ទគឺយើងមានច្រើនហើយវីដេអូក៏មានច្រើនដូចគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការបដាស្ដាប់បដារៀនបដាបានអញ្ចឹងសូមអ្នកទាំងអស់គ្នាឆ្លៀតឲ្យបានច្រើនមែនតើចំណុចទី2នោះគឺការរៀនសូត្រនៅពេលយប់ឬក៏នៅពេលព្រលឹមបាទពេលយប់ហើយនឹងពេលព្រលឹមគឺជាពេលវេលាមួយដែលយើងមិនសូវជារវល់ទេដោយសារតែវាជាពេលវេលាដែលយើងសម្រាកបាទឪពុកម្ដាយរបស់យើងក៏សម្រាកអញ្ចឹងយើងអាចឆ្លៀតរៀនសូត្របានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវស្គាល់ខ្លួនឯងថាតើអ្នកទាំងអស់គ្នារៀនសូត្រយប់ឡើងមានប្រសិទ្ធភាពជាងឬក៏ព្រឹកឡើងមានប្រសិទ្ធភាពជាងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ចូលចិត្តរៀនពីព្រលឹមទេមានន័យថាក្រោកម៉ោង4ម៉ោង5ទិញមេរៀនឬក៏ធ្វើលំហាត់គឺខ្ញុំអត់សូវប៉ិនទេដោយសារតែក្រោកអត់រួចអញ្ចឹងខ្ញុំភាគច្រើនគឺខ្ញុំរៀនយប់ឡើងដោយចំណាយពេលរៀនយប់ដល់ម៉ោង11ឬក៏ម៉ោង12យប់ចឹងទៅអញ្ចឹងបន្ទាប់ពីរៀនអស់គឺយើងសម្រាកដល់ភ្លឺតែម្ដងសម្រាប់អ្នកទាំងអស់គ្នាវិញអាចថាខុសពីខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាទៅសួរខ្លួនឯងថាតើអ្នកទាំងអស់គ្នាចូលចិត្តរៀនយប់ឡើងឬក៏រៀនពេលព្រលឹមឡើងអញ្ចឹងសួរខ្លួនឯងហើយជឿទៅនៅអ្វីដែលយើងអាចធ្វើបានរីឯចំណុចទី3បាទចុងក្រោយគឺយើងត្រូវចេះសុំឪពុកម្ដាយមានន័យថាគឺយើងត្រូវចេះពិភាក្សាមួយគាត់ប្រាប់គាត់ពីបញ្ហាដែលយើងបានជួបប្រទះឧទាហរណ៍ថាពេលដែលយើងដល់ថ្ងៃប្រឡងបាទយើងត្រូវការពេលវេលាដើម្បីរៀនសូត្របន្ថែមនៅផ្ទះអញ្ចឹងយើងអាចប្រាប់គាត់ពីហេតុផលទាំងនេះថាអូខេយើងរវល់នៅក្នុងការរៀនដើម្បីធៀមប្រឡងអញ្ចឹងយើងអាចប្រាប់គាត់ទៅគាត់នឹងយល់ហើយធម្មតាអាណាព្យាបាលគឺតែងតែចង់ឃើញកូនរៀនហើយចង់បាននីតិល្អលទ្ធផលល្អជាដើមអញ្ចឹងគាត់អត់មានតលាក់សម្ពាធមកឲ្យយើងបន្ថែមទៀតទេហើយការបើសិនជាខ្ញុំវិញឪពុកម្ដាយរបស់ខ្ញុំគឺឲ្យតែថាខ្ញុំរៀនសូត្របើកសភៅអានអីចឹងទៅធ្វើលំហាត់អីចឹងទៅគឺគាត់អត់ដែរប្រើអីទេអញ្ចឹងណាព្យាបាលផ្សេងៗទៀតក៏ស្តៀងតែគ្នាដែរឲ្យតែឃើញកូនរៀនគឺសប្បាយចិត្តមែនតើអញ្ចឹងអ្វីសំខាន់គឺយើងត្រូវចេះនិយាយមួយគាត់បាទប្រាប់គាត់ពីបញ្ហារបស់យើងអូខេអ្នកទាំងអស់គ្នាហើយ3ចំណុចដែលខ្ញុំបានលើកឡើងខាងលើហ្នឹងគឺខ្ញុំសរុបមកវិញបាទទី1គឺតកតងជាមួយនឹងការឆ្លៀតពេលបាទអញ្ចឹងយើងអាចយកពេលតិចតួចគឺយើងឆ្លៀតអានមេរៀនក៏ដូចជាស្ដាប់នៅមេរៀនផ្សេងៗតាមរយៈបណ្ដាញសង្គមឬក៏ YouTube ជាដើមហើយចំណុចទី2គឺតកតងជាមួយនឹងការរកពេលវេលារៀនពេលយប់ឬក៏ពេលព្រលឹមដែលជាពេលវេលាមួយល្អស្ងប់ស្ងាត់ហើយយើងអាចរៀនសូត្របានល្អជាងមុនហើយចំណុចចុងក្រោយទី3ហ្នឹងគឺតកតងជាមួយនឹងការពិភាក្សាជាមួយនឹងអាណាព្យាបាលបាទប្រាប់ពីបញ្ហារបស់យើងទៅគឺគាត់អាចជួយសម្រួលយើងហើយអញ្ចឹងសរុបមកវិញគឺអ្នកទាំងអស់គ្នាយើងធ្វើជាកូនល្អធ្វើការងារនៅផ្ទះបោះជូតសម្អាតផ្សេងៗហ្នឹងគឺវាពិតជាល្អមែនតើដែលអាណាព្យាបាលរបស់យើងចង់ឃើញប៉ុន្តែនៅក្នុងករណីបើយើងធ្វើទាំងអស់ហ្នឹងហើយយើងរៀនសូត្របានប្រកែទៀតអញ្ចឹងអាហ្នឹងកាន់តែពិសេសជាងទៅទៀតហើយអាណាព្យាបាលក៏ដូចជាខ្លួនឯងរត់តែសប្បាយចិត្តជាងមុនទៀតអញ្ចឹងសង្ឃឹមតែអ្នកទាំងអស់គ្នានឹងអាចឆ្លៀតពេលរៀនសូត្រនៅផ្ទះបានច្រើនជាងមុនជាងអ្វីដែលអ្នកទាំងអស់គ្នាកំពុងធ្វើនៅពេលបច្ចុប្បន្ននេះបាទអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយចែករំលែកដល់អ្នកទាំងអស់គ្នាដើម្បីឲ្យមានជាគំនិតខ្លះៗនៅក្នុងការរៀនសូត្រហើយឆ្លៀតពេលវេលារៀននឹងជួបគ្នានៅវីដេអូក្រោយបាទសូមជួយ like subscribe មកផងបាទអរគុណច្រើនបាយបាយ